បន្តអំពីបទអរិធនាធម្មកថាការចាសម្ដែងប្រធមវិសេសទេសនាក្នុងឱកាសនេះតម្រូវទៅលើអង្គអាត្មាភាពគណៈសម្ដែងចែកជូនញាតិញោមយាតាជាការសម្ដាប់នៅក្នុងពិធីបុណ្យកំសាន្តស្រុកហើយព្រមទាំងបុណ្យពុទ្ធាពិសេសក្នុងឱកាសនេះក៏បានរដ្ឋនាអាត្មាភាពសម្ដែងនៅប្រធមវិសេសទេសនាមុននឹងការសម្ដែងសូមនមស្ការចំពោះព្រះរតនត្រ័យគឺពុទ្ធរតន៍មួយធម្មរតន៍មួយនិងសង្ឃរតន៍មួយជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសូមគោរពបករណាគ្រប់ព្រះអង្គដែលបាននិមន្តមកនៅក្នុងពិធីបុណ្យភូមិកំសាន្តនេះហើយសូមចម្រើនពរញាតិញោមយាតាសាធុសប្បុរសផងទាំងអស់ដែលមានសទ្ធាជ្រះថ្លាអញ្ជើញមកស្ដាប់នៅប្រធមវិសេសទេសនាដើម្បីជាចំណីអាហារនៅក្នុងតែអារម្មណ៍ក៏ដូចជាការចិត្តគំនិតដើម្បីឆ្ពោះទៅរកសេចក្តីសុខនៅក្នុងជីវិតក្នុងការសម្ដែងបើអាត្មាភាពសម្ដែងទៅមានកន្លែងណាដែលមិនគួរក៏បីជាការសម្ដាប់ក្តីសូមញាតិញោមយាតាបករណាសាធុសប្បុរសផងអស់ខន្តីអភ័យនិទោសដល់អាត្មាភាពគណៈសម្ដែងផងគួរក្នុងឱកាសនេះដែរគឺបុណ្យភូមិកំសាន្តព្រមទាំងបុណ្យពុទ្ធាពិសេសចឹងគឺចំណងជើងនៅប្រធមនេះគឺតាក់ទងអំពីការកំសាន្តផងអំពីពុទ្ធប្រវត្តិផងហើយជាមួយនឹងតាក់ទងអំពីប្រធមសាមគ្គីផងពីព្រោះថាកាលណាបើយើងមានធម៌សាមគ្គីហើយបានជាយើងបដួចផ្ដុំមកបង្កើតនៅជាបុណ្យកំសាន្តហ្នឹងពីព្រោះថាបុណ្យកំសាន្តហ្នឹងមិនមែនថាចំពោះបុគ្គលណាណាក់ណាផ្ដើមធ្វើនោះទេគឺយើងរួមគំនិតគ្នាទាំងអស់បន្តិចឬមួយស្ដួយស្ដើងអីហ្នឹងតាមតែកម្លាំងសទ្ធាការមានតាមបានយើងចែកចាត់ចែងនឹងការកើតឡើងនៅបុណ្យភូមិកំសាន្តហ្នឹងហើយពិសេសទៅទៀតគឺញាតិញោមយាតាជាអ្នកមានសទ្ធាដ៏មោះមុតគឺខុសពិស័យនៅក្នុងពិធីបុណ្យកំសាន្តហ្នឹងគឺយើងបានកសាងនៅព្រះពុទ្ធរូបហើយធ្វើនៅបុណ្យពុទ្ធាពិសេសរួមគ្នាទាំងអស់ព្រោះអញ្ចឹងបុណ្យពុទ្ធាពិសេសហ្នឹងមិនមែនថាចំពោះញាតិញោមយាតាមួយរូបណាទេគឺយើងទាំងអស់គ្នាបានសាងនៅព្រះពុទ្ធរូបហ្នឹងហើយអញ្ចឹងអាត្មាភាពសូមបរិយាយបន្តិចនិយាយអំពីព្រះសម្មាសម្ពុទ្ធនេះយើងដែលព្រះអង្គមកចាប់កំណើតដូចជាការត្រាស់ដឹងខ្លះពីព្រោះថាយើងជាអ្នកកាន់ព្រះពុទ្ធសាសនាយើងគួរនឹងយល់ដឹងខ្លះអំពីមេដឹកនាំសាសនារបស់យើងយ៉ាងណាមិញដូចជាឪពុកម្ដាយរបស់យើងចឹងបើយើងជាកូននោះយើងត្រូវតែដឹងអាយុឆ្នាំកំណើតរបស់ឪពុកម្ដាយរបស់យើងចឹងនៅក្នុងរឿងនេះគឺព្រះសម្មាសម្ពុទ្ធនេះយើងកាលពីព្រះអង្គអំពីជាតិប្រះវេសន្តរនោះព្រះអង្គកសាងបារមីនឹងបានច្រើនណាស់ព្រោះបានច្រើនណាស់ច្រើនរស់ដល់តែគេនិរិះដល់តែគេនិយាយចាក់រកអីទៅដល់ប្រាស់បៃតាហ្នឹងហើយប្រាស់បៃតាហ្នឹងនិរិះចាញ់អំពីប្រាស់រាជវាំងហ្នឹងប្រាស់វេសន្តរកាលអំពីព្រះពោធិសត្វយើងចាប់កំណើតជាប្រាស់វេសន្តរនោះពេលហ្នឹងគេនិរិះចាញ់អំពីប្រាស់រាជវាំងមានសេចក្តីកំសត់ដែរបានទៅពុះជាតបោះនៅព្រៃហឹមពៀនហ្នឹងអំពីជាតិហ្នឹងអាត្មាភាពបរិយាយត្រួសត្រាយទៅពោពីពោះរឿងវែងពោពេលអំពីជាតិហ្នឹងទៅបានទៅសោយសុខនៅឋានទុសិតសួរអស់សានទុសិតសួរហ្នឹងអស់4000ឆ្នាំទឹកពោ4000ឆ្នាំទឹកស្មើជាមួយនឹង57កោដនិង60សែនឆ្នាំមនុស្សច្រើនណាស់ពោច្រើនក្រៃឡើងយ៉ាងច្រើនបើសិនជាយើងរកវិញគឺរកអំពីផែនដៃដុសណាពោរកអំពីផែនដៃដុស1យោជ2យោជ3យោជអញ្ចឹងមិនរកថ្ងៃខែឆ្នាំអីអញ្ចឹងទៀតទេបើសិនជារកអំពីកំណើតរបស់មនុស្សយើងហ្នឹង
สลับการนึงจะองกอนึงว่าเตาเจียบขนมมวยเตาเจียบกับนอมวยเตาเจียบขนมมวยจังงั้นนะปอปีโปรธากำนัดมาลูกเยอะนึงการจับชื่อฉลับนึงวิจารณ์นะจารเจียบจารกำนัดนะปอจารเจียบจารกำนัดนะตรงร้อนตายเจียดระบบประเวสันดอตายหมวยเจียดซอยสมบัติเราทันตกสัตว์ส่วนนั้นอ๋อบวนปอนชนำตกสมาเชียงมวยนัง50 ปีเก่าชนำ50 ปีเก่าชนำนัง60 แสนชนำมนุษย์จานกลายลายอย่างจานเอาไปนังเมียนสเพียเวียมหาปรมประกาศโฆษณาปราบค้าขนมมวยสันชนำเตี้ยบอกขนมมวยสันชนำเตี้ยนังเมียนปราศปัญญุปตรักดังขนมโลกจังนะตั้งออกนี้นึกเตาแต่ทั่วบนโพเตียนไปโรงจำปรัสมาสัมปดหมอกจับกำเนิดเป็นนั้นคือปรัสมาสัมปดเยอะนึกหมอกจบจับกำเนิดนึกรมเมลเนาตะโกเนาทวีปเนาอายุชีวิตบอกมนุษย์เยอะนึงนปอบานกาตรักดังจังอาตมาเพียบตัวตายหายดับเป็นปรัสมารูปเรียนบอกปรัสมาสัมปดนึกบอระบบโดยหลักขณะนึกบอระบบโดยหลักขณะรอนะ30 ปีประกาศส่งไปแต่พระสมมาสัมพุทธนิยังพระองค์จงมกจับกำนัดเพลียมนั้นคือเมียนสกได้ออกจาน้อง30 ปีประกาศเตียด30 ปีประกาศโดยเจียบกำรอบหยอบผ่านใดมวยหนังเมียนเป็นลือเปียกเป็นเนาอากาศเถียดเปียกเป็นเนาอากาศเถียดมวยจะมวยนังหนักก่อการปีนู้คือเมียนหนักก่อขนมกาได้พระสมมาสัมพุทธนิยังไปจับกำนัดหนักก่อเต้าเจียนในเยบานหนักคล้องเต้าเจียลือหนักควันอาดอยบ้านหนักกองหนักนองกองอาตัวเจียตรองให้พิเศษตัวเตียนั่นคือเจียโลกันตระโนรได้เจียทลอบแตงงงึดเฉียนนิดนั่นก็พอทลอบแตงงงึดเฉียนนิดต่อไปทั้งไงได้ปรัสมาสัมพุทธยังพระองค์มกจับประเดชสันตินั้นลุกทั้งไงนั้นเต้าตลอดเต้าเจียมเมียนเป็นลื้อรถทานรอนั่งวิ่งปีโปรทานรอนั่งเมียนบาปกรรมนั่งงอนคลังนะมันดานเมียนเป็นลื้อแต่พอต่อไปทั้งไงปรัสมาสัมพุทธยังพระองค์จงมกจับประเดชสันติไงนั้นแต่จะเมียนเป็นลือวิ่งโดยได้สายเมตตาโดยบารมีบนเนียมนายพระสมมาสัมพุทธเยิงนั่งมองประเดชสันติจงจับประเดชสันตินังปอนังให้ตีบรรจับนู้ระหอบตลอดเมียนตรงใจเจ็ดตบเมียนตรงใจตีใจเจ็ดตบเนาเลออากาศน้องให้สายระสมัยนั่งปิ้งอากาศเสถียรต่างออกนังมหาดรัตนังบนบารมีระว่าพระสมมาสัมพุทธได้พระองค์ก่อนแต่จิกาจงมองจับประเดชสันตินับน้องตีนีปราศรัยมหาเมียเยียเจียกะไม่ให้ไซนีประปาศรัยสุโธตนะนู้คือเมียนออกจาอย่างคลั่งนะโปเมียนออกจาอย่างคลั่งต่อเปกองประทับนับน้องกอคือตีปวดระบอบมาได้นั้นเปียกมาเจอนะโปต่อเปต้องเมียนมหาริตังบวนอ่องเมียนมหาริตังบวนอ่องนั้นกันประคันไปจำทาราซากอปริษัทนี่เยิงนั้นออกดอกคายเตียดมันธรรมดาได้ปอโดยเชี่ยเยิงจังนะปกบัดได้ได้ปอตีโกนสับงานนึงยืเยิงเมียนปะเวทเนียนะบันตายอย่างพวกปริษัทนี่เยิงบัดดาโทตกปิบาตะดอลหน้าบัดได้เลยให้ตายแต่เมียนดักจักรวาลจังบวนอ๋องจำแคราซานีตีปวงนังเตียดนังออกจากยังคลังปอออกจากไกลไหลนังเหยียดโยมเยตายังอ่านโมเตเนียเนาบอลบาระไมได้ยังบานศึกษาดับใบเชียในสังระบยังนะปอนังเชียบาระไมบอลได้ประสมาสัมพุทธยังพระองค์สร้างสินสัมอ๋อจานเจริญจานกำเนิดหนึ่งปอดับเปทั้งไงได้ประสมาสัมพุทธยังกำรบดับคายหายพระองค์ประสบใจหมอเมียนเพียบออกจานัง30 ปีประกาศการล้างโดยเจจับประเดชสันติจังได้มนุษย์ขวาเตาเชียเมื่อเคยมนุษย์คลองเตาเชียในเยบานเจดามนุษย์โกเตาเชียในเยบานมนุษย์ขนองกองเตาเชียตรังวันเจดามนั่งคือเมียนมหัดรัตยางคลังกำรับหยอกยอประทับปีผ่านใดนั่งไอ้นั่งคือเมียนบารมีบนดอวิเศษวิสานะให้รูปเพียบระบาพระสมมาสัมพุทธในเยอะนั่งบริโภคโดยหลักขณะร้อน30 ปีประกาศเตียนนั่งปอคือประบาระบาของเรียบสมาให้เมียนสัจมดปอเมียนสัจมดละอนะให้เรียมจังระบาพระสมมาสัมพุทธเรียมบวนกลางปีเมได้จังคือสมาปอให้บัดได้นั่งเมียนกองจักเจียดามนั่งคือพระสมมาสัมพุทธนั่งบริโภคโดยหลักขณะนะให้ดองครัวระบาพระสมมาสัมพุทธนิยมนั้นคือดับปีหัด
ក្នុងវិហត្ថហ្នឹងបើគេស្រាវជ្រាវវាយញ៉ៃទៅថាកន្លះម៉ែត្របើទៅជាគិតទៅជាម៉ែត្រវិញដងខ្លួនរបស់ព្រះសម្មាសម្ពុទ្ធយើងបើទៅជា6ម៉ែត្រអញ្ចឹងខ្ពស់អស់ចិត្តណាព្រោះកាលពីសម័យនោះគឺខ្ពស់ហើយសូម្បីតែរតនៈបលាំងដែលព្រះសម្មាសម្ពុទ្ធយើងព្រះអង្គគង់ពិចារណាដើម្បីស្វែងរកនៅធម៌ហ្នឹងគ្រាន់តែជាអធិដ្ឋានឡើងហ្នឹងក៏ពោះឡើងដល់ទៅជា14ហត្ថខ្ពស់ជាង2ហត្ថដងខ្លួនរបស់ព្រះសម្មាសម្ពុទ្ធនេះយើងហើយដល់ពេលសេះកន្ធកៈហ្នឹងទៅជា18ហត្ថពោះយ៉ាងក្រៃលែងហើយដល់ពេលដើមព្រះពោធិព្រឹក្សនោះទៅជា50ហត្ថទៀតខ្ពស់ទៀតណាបងអញ្ចឹងកាលពីសម័យនោះយើងពិចារណាទៅគឺមនុស្សនឹងធំណាបងគឺមនុស្សធំសំបីតែព្រះសម្មាសម្ពុទ្ធនឹងមានដងខ្លួននឹងដល់ទៅជា12ហត្ថនោះពីតំណប់ហត្ថហ្នឹងបងអញ្ចឹងសំបីតែព្រះសម្មាសម្ពុទ្ធយើងព្រះអង្គត្រាស់ដឹងក៏អញ្ចឹងដែរគឺមានភាពអស្ចារ្យកម្រាប់ញាប់ញ័រសូម្បីតែព្រះវេស្សន្តរនឹងចឹងដែរគ្រាន់តែជាការលាស់ទៀននឹងនៅដំរីហ្នឹងបងគ្រាន់តែជាការលាស់ទៀនដំរីហ្នឹងកម្រាប់ញាប់ញ័រផែនដីនោះកម្រាប់ញាប់ញ័រផែនដីយ៉ាងក្រៃលែងនឹងសូមដោយមហិទ្ធិឫទ្ធិនិបារមីបុណ្យដែលព្រះសម្មាសម្ពុទ្ធយើងការបរិច្ចាគទៀនអញ្ចឹងទៀនរមាញ់កាត់ឡើងដល់អ្នកដែលឲ្យនៅទៀនបុណ្យរមាញ់កាត់ឡើងដល់អ្នកដែលឲ្យទៀនបានដែលតតោពុញ្ញំបវត្តតៈបនប្រមាណកាត់ឡើងដល់ណាដែលឲ្យទានដូចជាញាតិញោមញាតាបានធ្វើបនកុសលហើយធ្វើចង្ហាន់ប្រគេនដល់ព្រះភិក្ខុសង្ឃជាដើមបាននៅកសាងរបៀបនេះរបៀបនោះធ្វើបនកុសលផ្សេងនឹងយ៉ាងច្រើនចឹងបននឹងរមាញ់កាត់ឡើងដល់ណាដែលឲ្យទានដូចជាញាតិញោមញាតាធ្វើបនកុសលសពថ្ងៃនឹងហើយជាណាឲ្យទានទៅដល់ប្រសង្ឃហៅថាជាណាឲ្យទានចឹងដែរពធ្វើបនដាតខណានុប្រទានជាដើមនោះក៏ឲ្យឈ្មោះថាជាណាឲ្យទានមួយដែរចឹងនេះជាបនកុសលរបស់ញាតិញោមញាតាបានដោយតតោពុញ្ញំបវត្តតៈបនរមាញ់កាត់ឡើងដល់ណាដែលឲ្យទានយ៉ាងណាមិញទានហ្នឹងមិនមែនថាចំពោះតែពុទ្ធជនយើងធ្វើទេសូម្បីតែព្រះពោធិសត្វយើងព្រះអង្គកសាងអស់ច្រើនជាតិច្រើនកំណត់ណាស់ដើម្បីសូមតែត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនេះយើងនោះហើយដល់ពេលបានមកត្រាស់ជាព្រះសម្មាសម្ពុទ្ធនេះយើងហើយព្រះអង្គលះចោលណាអ្វីដែលជាពុទ្ធជនយើងនឹងបានប្រព្រឹត្តទៅដូចជាស្រែចម្ការមាសប្រាក់កែវកងជាដើមនឹងព្រះអង្គលះចោលហើយសូមបាយតែនិយាយពីអត់ប្រយោជន៍ក៏ព្រះអង្គលះចោលទាំងអស់ដែរបានដោយនៅតិរិឆានវិជ្ជាសម្រាប់ពួកនឹងតិរិឆានណាព្រោះគឺព្រះសម្មាសម្ពុទ្ធនេះយើងព្រះអង្គលះហើយពីព្រោះថាការព្រះសម្មាសម្ពុទ្ធនេះយើងព្រះអង្គត្រាស់ដឹងនោះព្រះអង្គបំពេញនៅតបកិច្ចទាំងឡាយ5យ៉ាងណាព្រោះពុទ្ធហេបណ្ឌបាតញ្ចៈសយនហេធម្មទេសនាបតោសេភិក្ខុអវតាំងអដ្ឋរតេទេវបញ្ហានាបច្ចោសេវកតេកាលេភពេវលោកណាំងព្រះសម្មាសម្ពុទ្ធនេះយើងជាបុគ្គលឆ្នើមបំពេញនៅតបកិច្ចទាំងឡាយ5គឺក្នុងពេលព្រឹកត្រង់ស្ដេចតបណ្ឌបាតមួយក្នុងពេលល្ងាចត្រង់សម្ដែងធម៌ទេសនាមួយក្នុងពេលប្រឡប់ត្រង់ប្រទានអាវ៉ាត់ដល់ពួកភិក្ខុមួយក្នុងពេលរាត្រីត្រង់ដល់ប្រស្នានិទេវតាមួយក្នុងពេលចិត្តភ្លឺត្រង់ប្រមើលមើលនៅសត្វលោកដែលគួរត្រាស់ដឹងនិងមិនគួរត្រាស់ដឹងមួយតែ5យ៉ាងហ្នឹងទេអស់45ព្រះភាសាហើយចំពោះពុទ្ធជនយើងវិញនឹងខ្វល់ខ្វាយនៅក្នុងការងារខ្វល់ខ្វាយរឿងប្រព័ន្ធកូនបានកូនមកហើយខ្វល់ខ្វាយថាមិនដឹងបានទ្រព្យសម្បត្តិណាចែកឲ្យទៅកូនជាដើមនឹងខ្វល់ខ្វាយច្រើនណាស់នៅក្នុងជីវិតពុទ្ធជនយើងនឹងអញ្ចឹងហើយនឹងហើយជាចំណងដែលចង់ឲ្យយើងនឹងអន្តៈចុះអន្តៈឡើងឲ្យខ្វល់ខ្វាយទៅណាមិនរួចអញ្ចឹងព្រះសម្មាសម្ពុទ្ធយើងព្រះអង្គលះហើយត្រាស់ដឹងហើយបានបំពេញនៅតបកិច្ចតែ5យ៉ាងនឹងឯងនឹងពរព្រះសម្មាសម្ពុទ្ធយើងនឹងវិសេសណាវិសេសក្រៃលែងយ៉ាងវិសេសវិសាលនៅក្នុងលោកអញ្ចឹងជាសូមបាយតែព្រះសម្មាសម្ពុទ្ធនេះយ៉ាងព្រះអង្គប្រសូតភ្លាមមានព្រះអន្ត្រាធិរាជព្រមទាំងមហាព្រំទាំងឡាយដែលបាំងឆាត់ថ្វាយហើយចុះអំពីដៃព្រំចុះអំពីដៃស្រ័យស្នំនោះព្រះសម្មាសម្ពុទ្ធនេះយើងព្រះអង្គត្រង់ចង្ហៀនដោយ7ចង្ហៀនដោយខ្លួនឯងបានទៀតហើយលើកដៃមួយចង្អុលឡើងលើថាជាតិនេះជាជាតិចុងក្រោយរបស់យើងជាតិក្រោយយើងមកឡើងកើតទៀតហើយយើងនេះហើយជាបុគ្គលដ៏ឆ្នើមដែលឯកជាងគេក្នុងលោកគ្មាននរណាប្រៀបទំស្មើជាមួយនឹង
យើងបានតែហ្នឹងបញ្ចាញ់នៅអភិសវាចាដូចនេះបានសូមបាយដែលយើងជិះសពថ្ងៃនេះវិញគឺយើងកាត់មកភ្លាមយើងមានតែសក្តីទុកមានតែសក្តីទុកចំពោះព្រះសម្មាសម្ពុទ្ធនេះយើងព្រះអង្គកាត់ឡើងនៅក្នុងលោកនេះព្រះអង្គទ្រង់យាងបាន7ចង្ហានហើយព្រះអង្គបញ្ចាញ់នៅវាចាបានគឺបញ្ចាញ់នៅសម្លេងនិយាយដោយព្រះអង្គរបស់ព្រះអង្គបានទៀតអញ្ចឹងគឺសក្តីបរិសុទ្ធរបស់ព្រះសម្មាសម្ពុទ្ធនេះយើងនឹងក្រៃលែងណាស់អញ្ចឹងគឺអាត្មាភាពត្រួសត្រាអំពីរឿងរ៉ាវព្រះសម្មាសម្ពុទ្ធនេះយើងដើម្បីឲ្យញាតិញោមញាតាមានសទ្ធានៅក្នុងពុទ្ធសាសនាជាបុគ្គលដែលស្នើមជាងគេក្នុងលោកគ្មានអ្វីប្រៀបផ្ទឹមបានហើយយើងធ្វើសក្ការបូជាព្រះសម្មាសម្ពុទ្ធនេះយើងនឹងយើងកំទៅជឿលើអបិយជំនឿដូចជាញាតិញោមញាតាខ្លះយកពុទ្ធរូបហ្នឹងទៅដាក់នៅក្នុងប្រេងឬមួយទៅដាក់នៅក្នុងប្រអប់ស្អីផ្សេងហ្នឹងអាត្មាភាពឃើញច្រើនណាប៉ុន្តែអាត្មាភាពមិនបានចោទប្រកាន់ថាញាតិញោមញាតាយ៉ាងម៉េចទេណាអាត្មាភាពមិនបានស្ដីបន្ទោសអីទេប៉ុន្តែអាត្មាភាពវែកញែកទៅបុណ្យបារមីព្រះសម្មាសម្ពុទ្ធនេះយើងនឹងវាក្រៃលែងយ៉ាងខ្លាំងហើយមិនបាច់ចាំបំពេញអីតបកាច់អីដាក់នៅក្នុងប្រអប់អីផ្សេងសម្រាប់ឲ្យយើងធ្វើចឹងឲ្យមានបុណ្យមានបារមីដើម្បីត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយយើងធ្វើដូចឆ្នោះបានគេហៅថាជាព្រះពុទ្ធរូបមិនមែនចឹងទេញាតិញោមញាតាកុំយល់ច្រឡំចឹងយើងដាក់ទីកន្លែងណាយើងធ្វើសក្ការបូជានមស្ការព្រឹកល្ងាចនឹងហើយជាបុណ្យបារមីសម្រាប់យើងធ្វើតបកាច់ជាពុទ្ធបរិស័ទដ៏ឆ្នើមដ៏បរិស័ទដ៏ល្អចំពោះព្រះសម្មាសម្ពុទ្ធនេះយើងគឺវិសេសហើយមិនចាំបាច់យើងដាក់នៅក្នុងប្រអប់ដាក់នៅក្នុងប្រេងម្សៅពីព្រោះថាអាត្មាភាពបានជួបបតាហើយណាពោគឺដាក់យូរទៅអាប្រេងហ្នឹងវាឡើងទៅជាក្លិនវាទៅជាក្លិនស្អុយណាពីអាត្មាភាពប្រើពាក្យអញ្ចឹងណាពីពុទ្ធហើយវិការពិតដល់ពេលអញ្ចឹងតែអាត្មាភាពបាននិមន្តមកចម្រាស់អីអញ្ចឹងទៅជូតលាងហើយស្រេចបាច់ទៅតម្កល់ទៅទីកន្លែងដែលសមគួរដើម្បីធ្វើសក្ការបូជាអញ្ចឹងអាត្មាភាពសួរវិញថាបើសិនជាញាតិញោមញាតាធ្វើដូច្នោះតើយើងបានអ្វីមកខ្លះដែលយើងឃើញផ្ទាល់ខ្លួនក្នុងការដែលយើងធ្វើដូច្នោះអញ្ចឹងណាពោពីព្រោះថាយើងត្រូវតែចាំថាបើសិនជាញាតិញោមញាតាជឿឬក៏មិនជឿយើងទៅសំអាងទៅលើថាព្រះសម្មាសម្ពុទ្ធនេះយើងជាព្រះសម្មាសម្ពុទ្ធដល់7មិនចាំបាច់បុគ្គលឯណាទៅព្រាមបដារបស់ព្រះអង្គទេសំបីតែយើងហ្នឹងបដាខ្លួនយើងហ្នឹងកម្រទៅហើយតម្រង់អីទៅប្រដៅជាព្រះសបញ្ញុពុទ្ធដែលត្រាស់ដឹងនៅក្នុងលោកនោះរឹតតែកម្រក្រក្រៃឡើងយ៉ាងក្រទៅទៀតយើងទៅចាំបាច់អីយើងដាក់នៅក្នុងប្រអប់ដាក់នៅក្នុងប្រេងដូចនេះជាដើមនោះហើយបើវែកញ៉ៃទៅជាចូលសក្តិឆ្វេងប្រហែសនៅក្នុងកាច់ដែលជាពុទ្ធបរិស័ទដែលយើងធ្វើមង្គលកបបាយនៅក្នុងព្រះពុទ្ធរូបពីព្រោះថាដូចជាឧបចារគ្រូយ៉ាងណាក៏ឧបចារព្រះអង្គបានតតឃើញនៅប្រទេសថៃព្រះអង្គថាសូម្បីតែព្រះពុទ្ធរូបហ្នឹងណាបើថាដាក់នៅក្នុងកន្លែងដែលមិនសមគួរមានអ្នកយាមគេហ្នឹងគេនិមន្តគេប្រាប់ថាមិនឲ្យយើងធ្វើដូច្នោះទេមិនឲ្យយើងធ្វើដូច្នេះត្រូវតែអរធនានិមន្តដោយត្រឹមត្រូវដោយការគោរពមិនចាំបាច់ទៅលាក់ទៅបាំងស្អីដោយមិនការគោរពអញ្ចឹងទេអញ្ចឹងព្រះអង្គនិយាយផ្ទាល់ព្រះអង្គប្រឧបចារហ្នឹងព្រះអង្គឧបចារហ្នឹងព្រះអង្គបញ្យល់អញ្ចឹងដែរពីព្រោះថាព្រះអង្គឃើញនៅប្រទេសផ្សេងហ្នឹងគេធ្វើបានល្អណាស់ហ្នឹងព្រះអញ្ចឹងនៅក្នុងរឿងពុទ្ធប្រវត្តិហ្នឹងមានអញ្ចឹងហើយនិយាយអំពីប្រធានបទទី2គឺនិយាយអំពីការបន់កំសាន្តហ្នឹងតាក់ទងទៅក្នុងការសាមគ្គីមួយដែរហើយនៅក្នុងការសាមគ្គីហ្នឹងដែលតាក់ទងនៅក្នុងធម៌ព្រះសម្មាសម្ពុទ្ធនេះយើងចឹងដែរហើយធម៌ហ្នឹងក៏តាក់ទងនៅក្នុងអវត្តបរិមោខដែលជាឫសកែវនៅក្នុងព្រះពុទ្ធសាសនាកាលពីព្រះសម្មាសម្ពុទ្ធនេះយើងព្រះអង្គត្រាស់ដឹងបានថាជា9ខែកាលនោះគឺបានប្រជុំមកសាវកទាំងអស់ហើយបានប្រកាសនៅអវត្តបរិមោខដើម្បីជាឫសកែវនៅក្នុងព្រះពុទ្ធសាសនាពីព្រោះថាអ្វីក៏ដោយលទ្ធិអ្វីក៏ដោយក្រុមណាក៏ដោយតែងតែមាននៅអ្វីជាឫសជាគល់ដើម្បីជាសំអាងប្រព្រឹត្តទៅនៅក្នុងការមេដឹកនាំនៃសង្គមនោះយ៉ាងណាមិញណាពោលដូចជាផ្ទះម្ចាស់ផ្ទះរបស់យើងដែលចាញ់ច្បាប់នេះច្បាប់នោះយ៉ាងណាមិញដូចជាវត្តស្វាយអញ្ចឹងណាចាញ់ច្បាប់នេះច្បាប់នោះជាដើមណាមិនឲ្យប្រសង់និមន្តទៅតាមភូមិសឹងតាមផ្ទះវិញជាដើមហ្នឹងហើយជាច្បាប់ទីក្នុងចំពោះព្រះសម្មាសម្ពុទ្ធនេះយើងអញ្ចឹងដែរព្រះអង្គ
ត្រាស់ដឹងព្រះអង្គយកហេតុនិងផលជាគោលជាសំអាងយកហេតុនិងផលជាគោលជាសំអាងដូចជាញាតិញោមយាយតាធ្វើនៅស្រែបាននៅស្រូវបាននៅអង្គជាដើមនឹងហេតុនិងផលនៅក្នុងព្រះពុទ្ធសាសនាហើយរឿងដូនកៅនឹងព្រះសម្មាសម្ពុទ្ធនេះយើងព្រះអង្គទ្រង់ត្រាស់ថាសពបាបស្សៈអករណង្កុសលសោបសម្បទាសៈចិត្តបរិយោតបណង្អេតាំងពុទ្ធានសាសនាកិរិយាមិនធ្វើបាបទាំងពួងកិរិយាបំពេញកុសលកិរិយាធ្វើជារបស់ខ្លួនឲ្យផលផលទាំងនេះជាពាក្យព្រាមប្រដៅនេះព្រះសម្មាសម្ពុទ្ធទាំងឡាយអញ្ចឹងមិនថាចំពោះព្រះសម្មាសម្ពុទ្ធនេះយើងជាសមណៈគោដមទេសូម្បីតែព្រះសម្មាសម្ពុទ្ធដទៃចាប់តាំងអំពីប្រតិបង្ករហូតមកដល់ព្រះតថាគតនេះយើងក៏ព្រះអង្គបញ្ញត្តិនៅអវត្តនឹង3យ៉ាងចឹងដែរក្នុងអវត្ត3យ៉ាងហ្នឹងគឺវារួមទាំងអស់មកវារួមទាំងអស់មកកុសលដោយនិងអកុសលដោយព្រះអង្គវាចាឲ្យវាចាថាមិនធ្វើនៅអំពើអកុសលអំពើបាបកម្មហើយញ៉ាំងអំពើជាកុសលឲ្យផលផង់នៅក្នុងសន្តានចិត្តនៅក្នុងកាយនិងនៅក្នុងវាចាបានដល់អីដូចជាសិលសមាធិនិងបញ្ញាគឺយើងសង្រួមនៅក្នុងកាយមួយសង្រួមនៅក្នុងវាចាមួយនិងសង្រួមនៅក្នុងចិត្តមួយនៅពណ៌សង្រួមក្នុងកាយមួយក្នុងវិចារមួយក្នុងចិត្តមួយនៅក្នុងកាយនិងវិចារហ្នឹងបានដោយស្អីខ្លះបានដោយសិលរបស់យើងសិលហ្នឹងគេឲ្យយើងសង្រួមកាយនិងវិចារដោយសង្រួមនៅចិត្តហ្នឹងបានដោយអីបានដោយសមាធិដែលញាតិញោមយាតាសិក្សាពិចារណាហើយប្រតិបត្តិហ្នឹងហៅថាសង្រួមនៅក្នុងចិត្តដល់ពេលនៅសិលវិញហ្នឹងគឺគេសង្រួមឲ្យសង្រួមនៅវិចារនិងចិត្តគឺមិនឲ្យនិយាយកុហកមិនឲ្យសម្លាប់សត្វជាដើមហ្នឹងព្រះសម្មាសម្ពុទ្ធហ្នឹងព្រះអង្គឲ្យសង្រួមនៅពរឲ្យសង្រួមហើយមួយទៀតខន្តៈតបោបរមង្គគឺបានដល់ស្អីសក្តីអត់ខន់ជាហេតុជាទីតាំងគឺគុណនិងសិលសមាធិទាំងឡាយធម៌ទាំងឡាយជាកុសលទាំងអស់នោះតែចម្រើនដោយសក្តីអត់ខន់អញ្ចឹងញាតិញោមយាតាចង់អញ្ជើញមកជួបជុំនៅក្នុងមហារោងនេះដោយងាយស្រួលអញ្ចឹងញាតិញោមយាតាត្រូវតែមានសក្តីអត់ខន់ត្រូវតែមានសក្តីអត់ខន់បើញាតិញោមយាតាមានសក្តីចង្អៀតចង្អល់មិនអាចមកបៀនគេបានទេមិនអាចចូលសង្គមគេបានទេអញ្ចឹងញាតិញោមយាតាត្រូវតែនៅក្នុងសង្គមភូមិស្រុកជាមួយគ្នាញាតិញោមយាតាត្រូវតែប្រើគំនិតសង្គមបើសិនជាប្រើគំនិតឯកជនអញ្ចឹងញាតិញោមយាតាមិនបានសក្តីសុខទេពីព្រោះថាគំនិតសង្គមគេរើសរកនៅគំនិតណាដែលអាចចម្រើនហើយគេយកមកប្រតិបត្តិនៅក្នុងសង្គមយ៉ាងណាមិញដូចជាតាញោមដូចជាលោកគ្រូអាចារ្យប្រធានជាដើមហ្នឹងក៏បានប្រជុំគ្នាមកឯកភាពថាឆ្នាំនេះយើងត្រូវធ្វើដោយម្ដេចខ្លះឯកភាពគ្នាអញ្ចឹងថាត្រូវតែធ្វើបន់ពុទ្ធិបសែកឬមួយថាសំផ្ទះឲ្យណាក់ក្រមិនជាដើមហ្នឹងយើងសាមគ្គីគ្នាអញ្ចឹងបើកាលណាណាក់ណាមួយចំតោះថាអញមិនធ្វើឬមួយអញមិនចុះសង្រួមគេទេជាដើមគឺកន្លែងហ្នឹងយើងតែងតែនិរិះនៅក្នុងភូមិស្រុកគេមិនបានរាប់អានយើងទេនឹងខ្វះការសាមគ្គីចឹងហើយនៅក្នុងការសាមគ្គីនឹងតាក់ទងជាមួយនឹងសក្តីអត់ខន់ដែរញាតិញោមតាក់ទងជាមួយនឹងសក្តីអត់ខន់ជាម៉ែជាធាងរបស់សក្តីអត់ខន់កាលណាបើយើងអត់ខន់បានយើងមានធម៌សាមគ្គីកាលណាយើងអត់ខន់បានយើងសង្គ្រោះគ្នាទៅវិញទៅមកបានហើយមានសក្តីសុខបានបើយើងដឹងតែខ្លួនឯងយើងទេគិតតែអំពីខ្លួនឯងគិតតែអំពីប្រយោជន៍ផ្ទាល់ខ្លួនគិតតាមពីដែលយើងនឹកឃើញតែខ្លួនតែឯងហ្នឹងនៅក្នុងសង្គមយើងមិនបានសក្តីចម្រើនទេហើយបុណ្យទានដែលយើងធ្វើព្រមព្រៀងជាមួយនឹងគ្នាក៏មិនបានដែរនឹងពណ៌ហើយមិនត្រឹមតែប៉ុណ្ណេះអកុសលដែលកើតឡើងនៅក្នុងគំនិតឯកជនហ្នឹងគឺយើងខ្វះនៅញាតិគ្មាននៅញាតិទេណាពណ៌ខ្វះនៅញាតិយើងមិនសម្បូរទៅដោយញាតិអ្នករាប់អានមិនមានច្រើនឧទាហរណ៍ដូចជាញាតិញោមញាតិតាមិនចុះសម្រួលនៅក្នុងសង្គមអញ្ចឹងគេមិនរាប់រយយើងកន្លែងនេះគ្មានបងប្អូនគេស្រឡាញ់រាប់អានទេហ្នឹងយ៉ាងណាមិញបើសិនជាញាតិញោមយាយតាឧស្សាហ៍ធ្វើបុណ្យកុសលបើសិនជាឧស្សាហ៍ធ្វើបុណ្យកុសលញាតិញោមយាយតាស្លាប់ទៅណាពណ៌ស្លាប់ទៅនឹងគេមកជួយជ្រោមជ្រែងដើម្បីខ្ទុះខ្ទណាគេអាណិតអសរគេមកជួយជ្រោមជ្រែងបុណ្យកុសលរបស់យើងណាបើកាលណាដូចជាអ្នកកំសត់ហើយមិនព្រមមកចូលចិត្តវត្តអារាមមិនចូលចិត្តប្រសង់ជាដើមមិនព្រមធ្វើបុណ្យទានជាមួយនឹងគេហ្នឹងគេមិនលឺសូរឈ្មោះគេមិនបានរាប់អានគេមិនបានដឹងបានលឺដល់ពេលស្លាប់ទៅកំសត់នៅពណ៌កំសត់ហើយតោកយ៉ាផ្សេងហ្នឹងកើតឡើងទៅទៀតមកអំពីអីមកអំពីបាបកម្មដែលយើងសាងនៅក្នុងជាតិហ្នឹងហើយដូច្នេះហើយញាតិញោមយាយតាយើងធ្វើដោយម្ដេចយើងត្រឡប់មកនៅក្នុងភពលោកហ្នឹងនៅក្នុងជាតិហ្នឹងនៅក្នុងភូមិហ្នឹងយើងធ្វើអាម៉េចយើងឲ្យភ្លឺនៅពណ៌ឲ្យភ្លឺហ្នឹងបានហើយយើងធ្វើបន់ធ្វើកុសលយើងសាងសន្សំហ្នឹងឲ្យវាភ្លឺដល់ពេលយើងទៅវិញយើងភ្លឺទៀតណាពណ៌
យើងភ្លឺទៀតបានដល់យើងធ្វើបន់ធ្វើកុសលជាមួយនឹងគ្នាជាដើមយើងស្លាប់ទៅបានទៅកើតជាទេវតាជៀសផុតអំពីឋាននរកជាដើមនឹងហើយយើងត្រឡប់មកវិញយើងភ្លឺហើយយើងស្លាប់ទៅវិញក៏យើងភ្លឺទៅទៀតអញ្ចឹងយើងត្រូវតែសាងសន្សំនៅអំពើនឹងដើម្បីយើងត្រឡប់មកភ្លឺទៅវិញក៏យើងភ្លឺទៀតណាព្រោះអញ្ចឹងពីព្រោះថានៅក្នុងឆាកជីវិតរបស់យើងនឹងมันអាចជៀសផុតនៅសក្តិមរណភាពបានឡើយសក្តិស្លាប់នឹងតែងតែរងចាំយើងនៅខាងមុខអញ្ចឹងហេតុដូច្នេះហើយយើងត្រូវតែកាត់បងនៅអ្វីដែលជាសក្តិចង្អៀតចង្អល់នៅក្នុងសន្តានចិត្តចាញ់យើងត្រូវជួបសង្រួមជាមួយនឹងគ្នាសាមគ្គីភាពគ្នាជាដើមរាប់អានគ្នាដើម្បីឆ្ពោះទៅរកនៅសក្តិសុខនៅក្នុងជីវិតរបស់យើងពីព្រោះថានៅក្នុងរឿងជីវិតហ្នឹងមិនមែនតែមកឯងយើងទេណាពូយើងត្រូវតែសហការគ្នាត្រូវតែយកគ្នាទៅវិញទៅមកបានសង្គមនិងជីវភាពរបស់យើងនឹងស្រស់បំព្រងទៅបានបើកាលណាយើងនៅតែឯងទេក្នុងជីវិតរបស់យើងមិនអាចស្រស់បំព្រងបានទេបិទតែទ្វារនៅតែក្នុងផ្ទះតែមកឯងហ្នឹងហើយមាននរណាដឹងនរណាឮហើយមាននរណាឈឺឆ្អាលជាមួយរឿងយើងឃើញទេហើយរឿងដតីដែលយើងកាត់ឡើងដែលយើងចង់ធ្វើហ្នឹងត្រូវតែសហការគ្នាអញ្ចឹងដែរដូចជាបុណ្យកំសាន្តអញ្ចឹងណាព្រោះមិនបានហៅថាបុណ្យកំសាន្តភូមិហ្នឹងពីព្រោះថាយើងសហការគ្នាទាំងអស់ហើយយើងរួមគំនិតតែមួយយើងប្រើរបស់របរជាដើមហ្នឹងយើងសាងមកដើម្បីយើងទុកនៅក្នុងសង្គមហ្នឹងនឹងពួយហាក់ដូច្នេះហើយយើងត្រូវតែសម្រុះសម្រួលគ្នាដើម្បីសាងនៅអ្វីដែលជាសង្គមដែលត្រូវការអញ្ចឹងហើយដូចជាអាត្មាភាពបានសម្ដែងនៅក្នុងអវត្តបាដែលមកនេះដែលតាក់ទងជាមួយនឹងការសាមគ្គីនៅក្នុងសង្គមចឹងដែរនឹងជាឫសដូងកៅនៅក្នុងពុទ្ធសាសនាដូចជាញាតិញោមបានស្ដាប់បាញ់មិញចឹងយើងចង់ធ្វើអ្វីក៏ដោយបើកាលណាយើងកើតឡើងនៅក្នុងរឿងកុសលនឹងដតេទៀតវត្តតាក់ទងជាមួយនឹងសក្តីអត់ខន់នៅព្រោះសក្តីអត់ខន់ជាហេតុជាទីតាំងនៃគុណគឺសិលសមាធិទាំងឡាយហើយធម៌ទាំងឡាយតែបើកើតឡើងហើយក៏វាតាក់ទងជាមួយនឹងសក្តីអត់ខន់ដែរខន្តិកោមេតវាលេភិយសស្តៃសុខសៃលវាទេវមនុស្សានំមនីបោហោតិខន្តិកោអ្នកអត់ខន់ជាអ្នកមានមិត្តសម្លាញ់ជាអ្នកមានលៀបជាអ្នកមានយសជាអ្នកមានសក្តីសុខជាប្រក្រតីអ្នកអត់ខន់មិនជាទីស្រឡាញ់ជាទីកប់ចិត្តនៃទេវតានិងមនុស្សទាំងឡាយឃើញទេញាតិញោមយេតាអត់ខន់បានអ្នកគេស្រឡាញ់រាប់អានច្រើនញាតិញោមយេតាអត់ខន់បានមានសភាពរៀបរយដេកដើរឈរអង្គុយនឹងសុជីវធម៌ល្អសម្រាប់ថ្នាក់ណាស់ហើយមានទេវតាសពសារការពោជ័យថែរក្សាយើងទៀតណាមកអំពីអីមកអំពីសក្តីអត់ខន់បើកាលណាញាតិញោមយេតាបានសក្តីអត់ខន់ហើយស្ងប់ណាស់ស្ងប់នៅក្នុងសន្តានចិត្តស្ងប់នៅក្នុងកាយស្ងប់នៅក្នុងវាចាឧទាហរណ៍បើសិនជាញាតិញោមយេតាកំហឹងខឹងក្រោធគ្មានមានសក្តីអត់ខន់មករងាប់ទេញាតិញោមយេតាជេរប្រតិចបដាសាវាយថោកជាដើមនឹងគ្រប់សពបែបយ៉ាងទាំងអស់បង្កើតឡើងអកុសលបង្កើតឡើងបើសិនជាញាតិញោមយេតាអត់ខន់មានសភាពរៀបរយល្អប្រពៃណាស់សិលរបស់យើងក៏កើតឡើងបរិបូរណ៍សមាធិរបស់យើងក៏ម៉ត់ចត់មិនសាមងជាដើមវាចារបស់យើងក៏ពិរោះក្បោះក្បាយមិនបានជេរបន្តិចទៅលើអ្នកណាមិនបានប្រើពាក្យថោកទាបទៅលើបុគ្គលណាអ្នកណានោះទេមកពីអីមកពីសក្តីអត់ខន់បានមកពីសក្តីអត់ខន់បានណាពរញាតិញោមយេតាអញ្ចឹងហើយញាតិញោមយេតាត្រូវតែសិក្សាប្រតិបត្តិឲ្យបានល្អនៅក្នុងសក្តីអត់ខន់នេះសក្តីអត់ខន់នឹងហើយជាបារមីមួយដែរណាពរជាបារមីទី5ខន្តីជាបារមីទី5ដែលព្រះសម្មាសម្ពុទ្ធទាំងឡាយតែងតែប្រព្រឹត្តឡើងព្រះសម្មាសម្ពុទ្ធនេះយើងព្រះអង្គពិចារណានៅបារមីហ្នឹងព្រះអង្គពិចារណាដូចនេះថាអាត្មាអញកាលណាបើសិនជាគេប្រតិចបណ្ដាសាកប់ចិត្តមិនកប់ចិត្តដៃអាត្មាអញប្រៀបដូចជាផែនដីដែលមិនញប់ញ័រយ៉ាងណាមិញខន្តីក៏ដូចឈ្នះចំពោះអាត្មាអញក៏ដូចឆ្នោះដែរឃើញទេដូចជាគេបន្តិចគេបណ្ដាសាព្រះសម្មាសម្ពុទ្ធនេះយើងព្រះអង្គមិនបានទេមិនបានប្រើអហិង្សាមិនបានប្រើធម៌ក្រោតខឹងចំពោះទៅលើបុគ្គលណាទេដូចជាអលវយខៈហ្នឹងមកបញ្ចាញ់ព្រះសម្មាសម្ពុទ្ធនេះយើងប្រើឲ្យព្រះអង្គពងប្រើឲ្យព្រះអង្គឈរប្រើឲ្យព្រះអង្គទៅនេះប្រើឲ្យព្រះអង្គត្រង់នេះព្រះអង្គអត់ខំរហូតដល់ទីបញ្ចប់ទៅចុះចាញ់ព្រះសម្មាសម្ពុទ្ធនេះយើងមកអំពីអីមកអំពីអលវយៈនឹងគឺប្រើនៅកំហឹងហើយចឹងហើយព្រះសម្មាសម្ពុទ្ធនេះយកសក្តីអត់ខំមករងាប់ដើម្បីអី
đầm bay rồng ngọc nó sập trâu rồi bọc luôn chẳng nạp prai dương á nè còn nạp prai dương tha trong chăn nạp cá xả háo trâu để vô sạc đây ọt thon đầm bay rồng ngọc nè đầm bay rồng ngọc chia vô cá nạp tàu bình bờ dương prai bằng hơn đôi khi này gia nam mình ban sạc đây chầm ran tê nắng hạt đôi khi này hỏi chẳng khăn tay nâng hỏi chia ba là mày mua đài chia ba là mày mua đài chẳng nhật nhung vậy ta không sang sinh xong tơ đầm bay dương chết na nâng ở miền rùm hiệp nâng là o bò để sọt an phla màu pi pịa sầm tay màu pi cai nâng vị cha chặt chặt đam về tạ tôn chỉ mua nâng sạc đây ọt thon nâng ai nó bò tạ tôn chỉ mua nâng sạc đây ọt thon nâng chẳng đôi chia nhật nhung vậy ta đã ban sắp xa triệp táo đôi chia dương miền cổng hưng dân miền cùng hân dân miền sạc đầy cào lan tới dân tộc chốt cần chọn mớ cứ rụp hiệu bao giờ nâng việt sa hào việt cà cua oi nạ đặt tên những cái kla nạ đặt tên những cái phay cái rật hot cái mình hiền màu chật chật đàm bà ca na dân miền sạc đầy ở thon cát lang miền bịa sầm đầy cho cha những cái rô cà bò cà ba miền sụp hiệu riêng rồi nâng là o propi na miền cà đê đào chua thòng coi nó không ít để giang bọt trắng buồn nó cứ là o giang là o chẳng hai sao là bao giờ có ban bò để sọt nè bòสมาธิก็ban bò để sọtได้มองปีไอ้มองปีทอคันไตให้ทอคันไตหนึ่งหายก็เจียหรือก้าวในក្នុងពុទ្ធសាសនាបានได้អវត្តបារមោមិនតែប៉ុណ្ណោះជាបារមីទី5ដែលព្រះសម្មាសម្ពុទ្ធយើងព្រះអង្គសាងសន្សំបារមីទី6ក៏បារមីទី6មិនទី5ហើយទី5បានได้វិរិយៈទី6បានได้ខន្តីដល់សច្ចចាំនេះគឺសក្តីពិតហ្នឹងគឺទី7វិញគឺទី7វិញអញ្ចឹងខន្តីនេះគឺជាសក្តីទី6ណាក៏គឺជាសក្តីទី6អញ្ចឹងប្រធមមានច្រើនណាក៏គឺមានច្រើនណាប៉ុន្តែដើម្បីទុកពេលវេលាទៅដល់ក្រុមសិល្បៈខ្លះអាត្មាភាពបរិយាយតាមពីរឿងព្រះសម្មាសម្ពុទ្ធនេះយើងជាមួយនឹងការសាមគ្គីភាពហើយរវាងជាមួយនឹងអវត្តបារមោដែលព្រះសម្មាសម្ពុទ្ធនេះយើងព្រះអង្គត្រាស់ដឹងបាន9ខែហ្នឹងព្រះអង្គប្រកាសនៅអវត្តបារមោដើម្បីជាឫសកៅនៅក្នុងព្រះពុទ្ធសាសនាអញ្ចឹងសរុបមកវិញញាតិញោមមេត្តាចាំនៅក្នុងពិសេសគឺសេចក្តីអស្ចារ្យរបស់ព្រះសម្មាសម្ពុទ្ធនេះយើងគឺព្រះអង្គជានៅក្នុងតកោក្សត្រហើយជាកូនរបស់ស្រីមហាមាយាទេវីហើយប្រាបៃតានឹងឈ្មោះសុទ្ធោតនាណាក៏ឈ្មោះសុទ្ធោតនាព្រះអង្គត្រាស់ដឹងនៅប្រជជន35ប្រះវស្សាទៅសាងប្រភ្នោះចាញ់ទៅពោះមកអាយុ29ឆ្នាំអាយុ29ឆ្នាំណាក៏បានទៅសាងប្រភ្នោះធ្វើទុក្ករៈអស់កិរិយានោះអស់6ឆ្នាំធ្វើទុកខ្លួនឯងដើម្បីស្វែងរកការត្រាស់ដឹងអស់6ឆ្នាំណាក៏ដើម្បីបានជាការត្រាស់ដឹងចឹងរឿងរ៉ាវព្រះសម្មាសម្ពុទ្ធនេះយើងនឹងមានច្រើនទៅទៀតមានច្រើនទៀតដើម្បីឱកាសក្រោយអាត្មាភាពវិញ្ញាចែកជូនញាតិញោមមេត្តាជាការស្ដាប់បន្តហើយមួយទៀតគឺនៅក្នុងសង្គមញាតិញោមមេត្តាត្រូវតែមានធម៌ខន្តីនិងអាត្មាភាពបញ្ជាក់ឡើងវិញគឺញាតិញោមមេត្តាយកខខន្តីនឹងមកដើម្បីប្រតិបត្តិរស់នៅក្នុងសង្គមនឹងឲ្យសមស្របជាមួយនឹងគ្នាយើងកុំគិតតែខ្លួនឯងកុំគិតតែគំនិតរបស់ខ្លួនជាដើមនឹងអញ្ចឹងយើងតើតែចុះសម្រួលជាមួយនឹងគ្នាដើម្បីយើងញ៉ាំងអត្តភាពនៅក្នុងសង្គមនឹងឲ្យរីកចម្រើននិងញ៉ាំងជីវិតរបស់ខ្លួនយើងបន្តនឹងឲ្យវាស្រស់បំព្រងឡើងនិងយើងរស់ដឹងគេដឹងឯងនឹងបានយើងស្រស់បំព្រងបើកាលណាគិតតែប្រយោជន៍ខ្លួនឯងគិតអំពីខ្លួនឯងជាដើមនឹងចឹងគឺមានការចំពោះគ្នាច្រើនណាស់ពីព្រោះនៅក្នុងโลกនេះមានរឿងរ៉ាវច្រើនព្រោះមានរឿងរ៉ាវច្រើនណាស់ចឹងយើងបានកាន់ពុទ្ធសាសនាមានធម៌ប្រពៃនឹងល្អច្រើនក្រៃឡើងហ្នឹងប៉ុន្តែនៅតែខ្វះការប្រតិបត្តិមួយទៀតទេគឺយើងយកការដែលយើងចេះដឹងយើងយល់ហ្នឹងយើងយកមកប្រតិបត្តិទៀតដើម្បីជាសេចក្តីសុខចម្រើនរបស់យើងពីព្រោះថាញាតិញោមយតាគ្រប់រូបនឹងតែងតែយល់តែងតែដឹងហើយនៅក្នុងឆាកជីវិតរបស់យើងនឹងស្លាប់ទៅវិញមិនបានយកអីទៅតាមទេគឺយកតែនៅអំពើល្អនិងអំពើអាក្រក់ដែលយើងធ្វើនឹងញាតិញោមយតាបានសុំសិលអំបញ្ញមិញនេះញាតិញោមយតាបានស្ដាប់ព្រះសង្ឃសម្ដែងព្រះបរិត្តជាដើមបានស្ដាប់អាត្មាភាពសម្ដែងពធទេសនាបញ្យលជាដើមនឹងហើយជាបុណ្យកុសលរបស់ញាតិញោមយតាស្ដាប់ប្រធដើម្បីកើតបញ្ញាកន្លែងណាដែលយើងមិនធ្លាប់ឮយើងបានឮនឹងហើយជាបញ្ញាហ្នឹងជាបញ្ញាមិនត្រឹមតែប៉ុណ្ណោះព្រះសម្មាសម្ពុទ្ធនេះយើងណាព្រោះបុគ្គលឯណាបានស្ដាប់ការទេសនារបស់ព្រះសម្មាសម្ពុទ្ធបុគ្គលនោះមិនធ្លាក់នរកអស់សែនកាប់
ออกสารกับมันติดนะโปจรานะออกสารกับขนมกับมากับนี่ก็เราผ่านได้โดนนองโยตัวเตียนโนจังเย็นโยมเยตาปรารถนาตัวโจการเจียดนอกนองเจียดนานานตอนพระสมมาสัมพุทธไปบานสดับทอหรือว่าพระอังตลกรอนแต่จิการบานสดับหรือว่าพระอังตลนั้นเมียนอัตเพียบมันคละนรกมันคละนรกอร่อยกับอร่อยปอนกับนะพวกมันติดเด้อร่อยปอนกับให้บาสันสดับประสังเทศนาองนามวยกระดอยคือยังเมียนสเทียจราคลายังสดับโตยังเมียนปัญญาให้ยังปิจารณายังตรีนี้นำไปยังยกปัญญายังก่อเกิดแต่การร้องไห้บานตัวปันนี้บานตัวปันนู้บานตัวปีโมโตได้สายจำกาเมียนประแก้วกรองเจดามแบบวันโกนกรุบสอบแบบอย่างนั้นจึงยังเต้าแต่เกิดท่าพอดอัมปีนึงเต้าอัมปีนึงเต้าตายังบานเอาไว้ตัวเตี้ยขณะยังบานเอาไว้ตัวเตี้ยเบอร์ยังมันเชื่อท่ายังเมียนสักได้สลับให้หมอกาเตี้ยเต้ยังเต้าด่าสมโนสุธาจงเจียดนั้นยังมาปีนาบันยังการนับพนตานั่งชมนั่งหนักนั่งเจดามนับพนวัดอารามนั่งเจดามให้มาปีเจียดนะบันยังการนับตีกันไหลเนี่ยได้สมบูรณ์ประซังสมบูรณ์หนักทั่วบนขณะดังหาจีอัตเพียบมวยได้บนประซอนเย็ดยมยตาทั่วปีเจียดมุนเมาโนเนียนหนักคลาโตการนับตีกันไหลสเตจำบังคเนียพอจำบังคเนียสตราเจดามนั่งอาวาสาวปีบาเวทเนียนะมองปีบาประการระบบครวนได้สร้างยังหายประสมาสัมปุตนิยมพระองค์ศาได้ศาธารุ่นนักน้องปฏิดาสัมปูปฏินึกบานใดคลาบานใดภูมิคลาบานใดสตรคลานั่งบานใดปฏิทมปฏิตุยโนดานดตีเตี้ยนั่งไอ้แกหาทาปฏิจะเงียบโยมยตานั่งรุ่นนตีกันไหลดาสัมปูนะดาเมียนครูอาจารย์ดักนำได้ละอเจดามดาเมียนสังคมภูมิสามัคคีดาปปีเจดามนั่งให้เมียนภูมิตีเตี้ยนานาทั่วไอ้ก็ทั่วเต้านะตาอันเอาเจดามนั่งโอ้จะบอกนะมองปีอัตเพียบได้นอกน้องประเทศมันบ้านซ้ำกูจะมวยในเกย์หนึ่งไอ้หนึ่งหายจังประทอมเมียตาปันนาบนดังไปจับเราสักใดกาบริยานีประทอนนี้ทรงประมาประโมกองการกระซอลแต่การลามปีบนปุถเทียบไปทรายบนตองซานภูมิเจดามนี้ทรงประมาประโมกองการกระซอลแต่อ้อมนี้แต่การลามปีกาสำได้นาประทอนเทศนากระโดดเชียการเย็นโยมเยตาสาธุสัพพะพรหนึ่งอ้อแต่บานเกลียบกินโจนาอเจโรนีประทอทรงเพียบพอหนึ่งอ้อมเดียวติวทรายต่อดอนหนักดำเมียนกุลจิตโดนจิตตาเยตกาตังปรมปีสันดาอ้อเย็นโยมเยตาสาธุสัพพะพรหนึ่งอ้อตัวบานเอาเพียบพรนี้ได้โกนเจ้าบานสร้างกระสอบพอลบอลเฮาโซมาออกลงตัวอ้อมนุตัวบานเอาสกได้ซอมนอริเรียห้ามยางเตี้ยโดยอำนาจบนกสลได้เย็นโยมเยตาสามัคคีเพียบสร้างเอาพระพุทธรูปจำนวนหนึ่งสามัคคีเพียบสร้างเอาบนภูมิกำซานส่งออยอัตเพียบแต่งอ้อนี้ส่งอสังคมภูมิរបស់เย็นโยมเยตาสาธุสัพพะพรอ้อประกอบแต่สกได้ตกเนื่องสกได้จำรานเซมซานจีเรียงเราโคสามัคคีเพียบนำไปบำราในพระพุทธศาสนาหายจิตตีบรรจบส่งออยเย็นโยมเยตาสาธุสัพพะพรอ้อประกอบในพุทธโพธิ์ทั้งหลายบวงประกาเกิดยุวันนะสุขะปะละหายสำหรับสมบัติทั้งหลายไปคือสมบัติมนุษย์สมบัติเทวดาสมบัติพระมหาเพียรเจตธรรมประมาสตกัดเมนจุเตปเรสันทิลายอายังธรรมเทศนาสัมมตาเรียบทอเทศนาขนมเกลียวเรียนในทรงสังขารแบบใครตาปัญญาเอวังทุกสาทุกสาทุกมันก็จะปวงโจรเมียนดอนเนรคันตสัพพเทวตาสมเทวดาตั้งอไปรักษาเนาเนสัพพพุทธเทียนุเพียเวนเนโดยอนุเพียในพุทธเจ้ามาจากกรพระองค์สัพพธรรมเมียนุเพียเวนเนโดยอนุเพียในพระธรรมเจ้าปุสัพพสังเทียนุเพียเวนเนโดยอนุเพียในพระสังตังปุสัพพยสัพไทยภวันตเตสุสไดตั้งลายโจรเมียนตอนเนี้ยเอาบานสับกาสับเว